នេះគឺជាថ្ងៃទី16ខែ7ឆ្នាំ2014វេលាម៉ោង4ជាងដែលអាភិបពីនៅនឹងមុខសាលាដំបងរាជធានីភ្នំពេញតែអាភិបបានសុភាតំណាងរាស្ត្រសមាជិកគ្រប់សភានិងយោងខ្លះដែលគាត់មានទស្សនៈយកឃើញអំពីការចាប់តំណាងរាស្ត្រទាំង5រូបនិងលោកអ៊ឺតរិទ្ធចូលសាលាដំបងរាជធានីភ្នំពេញឥឡូវនេះបាននឹមទៅគុកព្រៃសរហើយក៏ដូច្នេះគឺសូមស្ដាប់នៅទស្សនៈយកឃើញរបស់ពួកគាត់ណាយើងថាវាជាអំពើខុសច្បាប់ទៅធ្ងន់ធ្ងរក្នុងការចាប់ខ្លួនតំណាងរាស្ត្ររបស់គណៈបក្សប្រជាជាតិនេះទីមួយវាប៉ះពាល់ដល់រដ្ឋធម្មនុញ្ញដែលការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទោះបីមិនមែនតំណាងរាស្ត្រក៏ដោយក៏អត់មានសិទ្ធិទៅចាប់ប្រជាពលរដ្ឋដាក់គុកអត់មានខុសច្បាប់នេះជារឿងខុសច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញតែរដ្ឋធម្មនុញ្ញគឺថាសភាសមាជិកសភាមិនអាចត្រូវអ្នកណាចោទប្រកាន់ក្នុងទោសរដ្ឋវិនីលើកលែងតែទោសឧក្រិដ្ឋដែលឃើញជាក់ស្ដែងទេបើថាក្រៅពីនឹងគឺថាដូចជាការបង្ហាញនៅមតិនិយាយស្ដីក្នុងនាមជាអ្នកតំណាងរាស្ត្រតំណាងឲ្យប្រជាពលរដ្ឋអញ្ចឹងគាត់អត់មានខុសអីទេហើយដែលតុលាការចោទប្រកាន់នេះគឺគាត់ចោទរំលោភទៅនឹងច្បាប់រដ្ឋធម្មនុញ្ញហើយតុលាការជានីតិបញ្ញត្តិមួយប៉ុន្តែអ្នកចាប់ចងជានីតិប្រតិបត្តិរបស់រដ្ឋាភិបាលអញ្ចឹងអត់អាចរំលងទៅនឹងអំណាចនៃសភានីតិបញ្ញត្តិទេអញ្ចឹងមុននឹងដកអភ័យឯកសិទ្ធិដកអីនឹងចាប់អ្នកតំណាងរាស្ត្រដាក់ទោសដាក់ខ្នោះដាក់អីគឺទោះសម្រេច2ភាគ3 80រូបពីសមាជិកសភាដែលយ៉ាងតិច120អញ្ចឹងហើយអាទាំងអស់នេះគឺជាទង្វើខុសច្បាប់អញ្ចឹងតើតុលាការហ៊ានចោទទៅលើអ្នកតំណាងរាស្ត្រហ្នឹងដោយអត់ដកអភ័យឯកសិទ្ធិមានន័យថារដ្ឋាភិបាលក៏ដូចជារដ្ឋសភាឯកបៈហ៊ុនសែនដែលអះអាងថា68ហ្នឹងក៏ខុសច្បាប់ដែរអញ្ចឹងហើយក្នុងនាមយើងជាអ្នកតំណាងរាស្ត្រយើងមានការសោកស្ដាយនៅពេលដែលរបបមួយកំពុងតែដើរផ្ទុយពីលទ្ធិជាតិតៃនិងការគោរពសិទ្ធិនោះឆ្ពោះទៅរកឯកបៈកែកប្រទេសមួយតែឯកបៈវាចូលផ្ដាច់ការកុម្មុយនីសដល់កុម្មុយនីសគេយករដ្ឋាភិបាលរបៀបយោធាដល់យោធាអញ្ចឹងអន្តរជាតិគេមិនអាចឲ្យកម្ពុជាវិលទៅរករបបផ្ដាច់ការរបបកុម្មុយនីសបានប៉ុន្តែដើម្បីរំដោះទៅបានទាល់តែប្រជាពលរដ្ឋនោះគាត់យល់ឥឡូវហ្នឹងអ្នកតំណាងរាស្ត្រយើងបានប្រជុំគ្នាគឺថាមានកម្មវិធីដើរទៅទីលានជាធិបតេយ្យទៀតដើម្បីឲ្យគេចាប់ដាក់គុកបន្តទៅទៀតហើយយើងឈានទៅរកអ្វីដែលប្រជាពលរដ្ឋគាត់ងើបខ្លួនគាត់ថាអ្នកតំណាងរាស្ត្រគាត់ដែលគេបោះឆ្នោតឲ្យត្រូវបានគេចាប់ដាក់គុកឲ្យតើប្រជារាស្ត្រធ្វើយ៉ាងម៉េចមិនមែនគណៈបកទៅទីមទីឲ្យធ្វើបាតកម្មគឺប្រជារាស្ត្រគាត់ងើបខ្លួនគាត់តាមតែហិង្សាដើម្បីរំដោះអ្នកតំណាងរាស្ត្ររបស់គាត់កុំឲ្យធ្លាក់ទៅក្នុងអំណុងផ្ដាច់ការបាទមានលក្ខណៈនយោបាយហើយមានធ្វើអីខុសមកប៉ុន្តែនៅក្នុងធ្វើបាតកម្មដែលហិង្សាដែលធ្វើហិង្សាដែលកើតឡើងនោះមិនមកពីគាត់អីគឺមកពីអាជ្ញាធរនៃកណ្ដាលទាំងហ្នឹងដែលនាំមកបងយកបំណងនៃប្រវៃរហូតដល់បាត់ខយើងទ្រាំបានបន្តពីលើកការពីខ្លួនគឺឲ្យមិនជាលើកទី1អីច្រើនសារណាស់មកហើយវាក្រាបដោយហិង្សាហ្នឹងខ្ញុំគិតទេថានេះគឺជាលេសរបស់គេវាពួកនេះជាលេសទៅរហូតហូរហែមកគ្រប់ទៅរឿងហ្នឹងចឹងរឿងយឹបសំហេតុផលនេះវាច្រើនលើកច្រើនសារមកមិនមែនរឿងនេះគឺមានការប៉ះពាល់តាំងពីអ្នកតំណាងរាស្ត្រដែលជាប់ឆ្នោតដែលបានទទួលការទុកចិត្តពីប្រជាពលរដ្ឋច្រើនអរគុណខ្ញុំប្រុសខ្ញុំកណាយល់ឃើញថាការចាប់នេះគឺជាការរំលោភច្បាប់ហើយទី1ក្រុមតំណាងរាស្ត្រគណៈបក្សប្រជាជាតិនេះថ្មីតែមិនបានចូលស្ពតការតំណែងក៏ដោយជាតំណាងរាស្ត្រហើយដោយសារគូចបបានបញ្ជូនបញ្ជីសមាជិកសភាជាប់ឆ្នោតជាង120រូប3រូបទៅព្រះមហាក្សត្រអញ្ចឹងគាត់ជាតំណាងរាស្ត្រហើយគឺការសម្ដែងមតិរបស់តំណាងរាស្ត្រដើម្បីទាមទារបើកទីលានជាតៃគឺជាការបំពេញភារកិច្ចរបស់តំណាងរាស្ត្រហើយតំណាងរាស្ត្រមិនបានចូលរួមក្នុងការប្រើប្រាស់អំពើហិង្សាទេតែឡែកចំណុចទី3ដែលយើងគិតថាអ្នកដែលប្រើអំពើហិង្សាទៅគឺក្រុមសន្តិសុខស៊ីឈ្នួលរបស់ខណ្ឌដូនពេញដឹកនាំដោយអភិបាលខណ្ឌរងសុខពេញពុទ្ធអញ្ចឹងអ្វីដែលរដ្ឋាភិបាលចាប់តំណាងរាស្ត្រចាប់ប្រកាន់និងគុំខ្លួននេះជាអំពើដែលរំលោភច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់អន្តរជាតិយើងចាត់ទុកថារដ្ឋាភិបាលបច្ចុប្បន្ននេះជារដ្ឋាភិបាលមួយដែលមិនត្រូវតាមគោលការណ៍ពីតៃទេគឺជារដ្ឋាភិបាលដែលកំពុងតែដឹកនាំប្រទេសក្រោមបន្ទាត់អំណាចផ្ដាច់ការអរគុណខ្ញុំព័ត៌មានចុងក្រោយមិញហ្នឹងគឺចៅក្រមស៊ើបសួរហ្នឹងគេបានសម្រេច
ចេញនៃការគុំខ្លួនពួកគាត់ហើយបាទហើយគេនឹងនៅខ្លួនពួកគាត់ទៅដាក់នៅពន្ធនាគារព្រៃសរប៉ុណ្្នឹងហើយបាទសម្រាប់តំណាងរាជគណៈបព្វជិជួយឃើញដែរយើងនឹងប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីដើម្បីទាមទារឲ្យមានការដោះលែងពួកគាត់ហើយបើសិនជារដ្ឋអំណាចគេប្រើមធ្យោបាយចាប់ទៅចាប់អស់ក៏បានយើងស្ម័គ្រចិត្តចូលពន្ធនាគារអស់គ្នាបាទគឺមិនដើម្បីឲ្យសង្គមមានយុត្តិធម៌ហើយតាមចាត់ទុកថាការចាប់នេះជាគម្រាមឲ្យចូលទៀតវាយើងដឹងយើងយល់ទាំងអស់គ្នាប៉ុន្តែយើងមិនអាចចុះចាញ់តាមរបៀបហ្នឹងទេអ្វីដែលសំខាន់គឺឆន្ទៈរបស់យើងបំណងរបស់យើងគឺយើងចង់ដោះស្រាយបញ្ហាជាតិបញ្ហាសង្គមបញ្ហារួមបញ្ហាប្រជាពលរដ្ឋហើយមិនបាច់ចាំយករឿងការចាប់ចងយកអីហ្នឹងមកគៀបសង្កត់យើងឲ្យយើងក៏ទៅចូលទៅដើម្បីប្រថាប់ត្រាឲ្យគេធ្វើតាមចិត្តទេបាទខ្ញុំមានតែថានឹងតស៊ូទេតស៊ូតាមមិនតាមបាតកម្មឬក៏មិនគ្រប់មធ្យោបាយដោយសន្តិវិធីអហិង្សាបាទយល់ឃើញថាគឺជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងជាក់ច្បាស់ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់មកថាតំណាងរាស្ត្រគឺត្រូវតែមានអភិឯកសិទ្ធិហើយបើសិនជាគ្មានបទជាក់ស្ដែងបទឧក្រិដ្ឋជាក់ស្ដែងមានន័យថាគឺបុគ្គលនោះគឺអ្នកតំណាងរាស្ត្រនោះបានទៅប្រព្រឹត្តនៅការកាប់សម្លាប់អីណាមួយទៅបំផ្លាញទ្រព្យសម្បត្តិឯកជនទ្រព្យសម្បត្តិណាមួយដូចជាដុតផ្ទះគេដុតឡានគេអីណាមួយគឺมันអាចនឹងត្រូវនរណាម្នាក់ប៉ះពាល់ចាប់ខ្លួនបានទេគឺត្រូវស្នើសុំឲ្យមានការលើកលែងអភិឯកសិទ្ធិទៅដល់រដ្ឋសភាដោយមានការប្រើសម្លេង2ភាគ3ហើយបើគេចោទថាតំណាងរាស្ត្រទាំងអស់នោះអត់មានអភិឯកសិទ្ធិខុសច្បាប់គឺខ្ញុំសូមបញ្ជាក់ថាគោជបគណៈកម្មការជាតិចំការបោះឆ្នោតនេះបានទទួលស្គាល់បានកំណត់រួចហើយថាអ្នកទាំង55រូបនៃគណៈបកសង្គ្រោះជាតិទោះបីជាក្រោយពីលួចហើយក្តីគឺជាអ្នកតំណាងរាស្ត្រហើយមួយវិញទៀតអង្គព្រះមហាក្សត្រនៃកម្ពុជាគឺបានឡាយពលលេខាដំបូងបំផុតបានកោះអញ្ជើញនៅពេលដែលលោកប្រធានសំរងស៊ីនឹងដឹកនាំក្រុមប្រតិភូទៅជួបជាមួយលោកហ៊ុនសែននឹងដឹកនាំក្រុមប្រតិភូពីគណៈបព្វជិជនកម្ពុជានៅក្នុងរាជវាំងដូច្នេះព្រះមហាក្សត្របានប្រគល់នៅសារលិខិតអញ្ជើញអ្នកតំណាងរាស្ត្រទាំងអស់នោះយ៉ាងពេញមុខឲ្យគេឃើញហើយមួយវិញទៀតរាល់កិច្ចប្រជុំសភាទាំងអស់គឺតែងតែសភាកោះអញ្ជើញនៅអ្នកតំណាងរាស្ត្រទាំងអស់នោះទាំង55រូបនោះទៅប្រជុំដូច្នេះនេះបញ្ជាក់ថាអ្នកទាំង55រូបនៃគណៈបកសង្គ្រោះជាតិគឺជាតំណាងរាស្ត្រស្របច្បាប់អញ្ចឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបព្វជិជនកម្ពុជាខុសច្បាប់នេះគឺធ្វើនេះគឺជាទង្វើដ៏រំលោភច្បាប់រដ្ឋធម្មនុញ្ញយ៉ាងជាក់ច្បាស់ជាទីបំផុតបាទមាន5រូបគាត់នឹងសាលាការហៅមកសាកសួរនឹងយើងឃើញថាអ្នកតំណាងរាស្ត្រមានខុសអីទេណាបើជើជាអ្នកសំសុខវាយគេរួចខ្លួនបើជាអ្នកតំណាងរាស្ត្រគាត់ជាប់ដោយរាស្ត្របោះឆ្នោតឲ្យគាត់ទៅបញ្ចេញមតិនៅទីលានប្រជាធិបតេយ្យបែរទៅជាអាជ្ញាធរដែនដីចាប់មកតុលាការនេះហើយគឺរបបកុម្មុយនីសដាច់ការតាមការពិតយើងឃើញថាជានិច្ចការឃើញថាអាជ្ញាធរដែនដីតែងតែសំសុខហ្នឹងគឺវាយដើម្បីប្រជាប្រដ្ឋនៅទីលានប្រជាធិបតេយ្យធម្មតាទេវាយឈឺពេកតែប្រជាប្រដ្ឋលើឡើងវិញហើយថាពីណាមានការជិះជាន់ពីនោះមានការរំលាយការនេះគឺជារឿងមួយដែលខុសច្បាប់ពួកអាអ្នកប្រព្រឹត្តមិនព្រមទៅចាប់គឺចាប់អាអ្នកដែលមិនបានចេញយោបល់ចេញមតិនៅកន្លែងទីលានជាថាជាតបតៃហើយអាជ្ញាធរមានតួនាទីមួយជាអ្នកការពារបែរមិនទៅការពារទៅចាប់ជាអ្នកតំណាងរាស្ត្រដែលគេបញ្ចេញមតិដែលខុសនឹងមាត្រារដ្ឋធម្មនុញ្ញដែលបានចែងថាប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិហើយតំណាងរាស្ត្រមានសិទ្ធិបញ្ចេញមតិដោយមិនមានការចាប់ចងឬអ្វីទៅប៉ុន្តែអាជ្ញាធរមិនបានធ្វើហាមឃាត់គួរដែលប្រព្រឹត្តនឹងទេបែរតែយើងចាប់តំណាងរាស្ត្រនេះជាការមួយដែលខុសច្បាប់ទាំងស្រុងនេះមានន័យថាអាជ្ញាធរនឹងកាន់ជើងជនទុច្ចរិតហើយញោមជនបាត់ដៃទី3របស់ខ្ញុំញោមយកឃើញណាចំពោះការដាក់ខ្នោះតំណាងរាស្ត្របាទការដាក់ខ្នោះតំណាងរាស្ត្រនេះគឺជាការត្រឹមត្រូវទេព្រោះតែការដែលតំណាងរាស្ត្រស្ម័គ្រចិត្តទៅគឺដោយសន្តិវិធីដោយសម្រួលដូច្នេះមិនគួរដាក់ខ្នោះទេការដាក់ខ្នោះនេះគឺការមានន័យថាចង់គម្រាមកំហែងចង់ប្រើអំពើផ្ដាច់ការពួកផ្ដាច់ការគេច្រើនតែប្រើតែវាដែរប៉ុន្តែការដាក់ខ្នោះតំណាងរាស្ត្រនេះគឺមិនល្អទេព្រោះតំណាងរាស្ត្រដាក់ខ្នោះបានតែខ្លួនទេប៉ុន្តែសម្បញ្ញមិនអាចដាក់ខ្នោះបានទេខ្លួនតំណាងរាស្ត្រហើយនឹងក្រុមយុវជននេះវាជារឿងមួយអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរណាហើយយើងគិតពិចារណាមើលតើតំណាងរាស្ត្រទាំងអស់ហ្នឹងគឺជាតំណាងរាស្ត្ររបស់ប្រជាជនចាប់តំណាងរាស្ត្រមួយតំណាងរាស្ត្រមួយតំណាងឲ្យប្រជាជន3-4 ម៉ឺននាក់ចាហើយ
ดไอ้บ้านจะอัดเมนก่อนอัดเมนตัวของห้องไอ้เหตุไอ้บ้านจะจับก่อนจะเรื่องมวยได้ยึดติดคอสำหรับบัญชีบริวารไม่ให้กลองเฟนี่ได้พิมพ์ส้มของเปรี้ยวกว่านี้นะได้บัญชีบริวารไม่ส้มกับเนยเสียมเตี้ยเพราะนะไงนี่ดำนางเรียกวัดเชียดำนางเรียกดำนางบัญชีบริวารส่วนทางกวนเมียนกับนายดังเมียนวิเชียครบถ้วนนะโดนใจกวดก็เมียนเพียงละอได้ให้ไอ้บ้านกวดเขามาช่วยกวดเรื่องแต่เชียบัญชีบริวารนะจังกองเอากับนายเชียมาซักแต่น้องเรียกเราพอแล้วกำจันตลอดเปสลับโดยสมัยโปรดให้เติมน้องเรียเริ่มบำร่างจังเอาไว้เดี๋ยวหัวเปละให้ไงได้ดำนางเรียไงก็ได้แค่มันคล้ายอย่างจับบัญชีบริวารแค่มันคล้ายอย่างบ้านสำลักบัญชีบริวารได้เคยลองมาให้แค่บ้านสำลักอันนี้อยู่เดียวใจเด้ให้ถึงส้มหอมเปรี้ยวเนี้ยดอรัฐาบิบาลไอ้คาดเลยแต่นอนเล่นน้ำนางเรียกน้ำพรามลูกนั่งให้หนึ่งไปชนนอมันเนี่ยเรียกนั่งក្នុងឱកាសនេះដែលបានចាប់តំណាងរាស្ត្រទាំង5រូបរបស់យើងមកសួរនៅតុលាការខ្ញុំគណៈអាត្មាភាពសូមថ្កោលទោសយ៉ាងដាច់អហង្ការនៅទាំងវើអនុសធររបស់ជនផ្ដាច់ការជាមតិរបស់ខ្ញុំគណៈថាការចាប់អ្នកតំណាងរាស្ត្រទាំង5រូបយកទៅគុំខ្លួននោះគឺវាមានភាពអយុត្តិធម៌យ៉ាងខ្លាំងដោយសារតែក្រុមបាតកោទាំងអស់ដើម្បីដង្ហែញត្តិមកស្នើសុំឲ្យរាជរដ្ឋាភិបាលមានការដោះលែងនៅទីលានប្រជាធិបតេយ្យមកវិញដោយស្ថិតនៅក្រោមអហិង្សាជាប្រធានហើយយើងមិនបានប្រើនៅអំពើហិង្សាណាមួយទៅលើកងកម្លាំងបដាអាវុធឬមួយក៏សន្តិសុខនោះមុនទេរាល់ការបាតុកម្មឬមួយក៏រាល់ការជួបជុំរបស់យើងគឺយើងឈរនៅលើមូលដ្ឋានអហិង្សាជានិច្ចយើងតែងតែគោរពនៅយុត្តិធម៌និងសច្ចធម៌និងសេរីភាពជានិច្ច